bạn này cái chỉ lồng hàn bạn đọc 2017 វិញម្ដងបាទអញ្ចឹងteacher នឹងកែបញ្យល part 1 reading សម្រាប់អ្នកទាំងអស់គ្នាបាទអញ្ចឹងពីនៅក្នុងប្រអប់នេះពោពេញទៅដោយពាក្យពិបាកគួរសមដែរក៏ប៉ុន្តែអាចងាយស្រួលប្រសិនបើយើងចេះទាំងការសម្គាល់ suffix មួយចំនួនពីព្រោះនៅក្នុងលំហាត់ទី17នេះ no មិន17ទេ2022 I'm sorry everyone បាទលំហាត់2017នេះគឺយើងឃើញមាន suffix ជាច្រើនដែលគេដាក់នៅក្នុងប្រអប់បាទដូចជាពី occupation យើងអាចសម្គាល់បានថាវាជា noun តោះសេហ្មងបាទដូចជា occupation យើងអាចសម្គាល់វាបានថាជា noun បាទហើយអត្ថន័យរបស់វាប្រែថាការងារឬក៏អាជីពបាទហើយមួយទៀតយើងនេះយើងសម្គាល់ថា noun ដោយសារតែមាន a t i o t i o n action នេះបាទហើយបន្តមកយើងមាន successful យើងអាចសម្គាល់បានថាជា adjective មាន full នៅខាងចុងបាទដែលជោគជ័យយើងប្រែជាភាសាខ្មែរដែលជោគជ័យបន្តមកទៀតយើងមាន embarrassment បាទ embarrassment នេះយើងមាន ment នៅខាងចុងសម្គាល់វាបានថាជា noun បាទអត្ថន័យរបស់វាប្រែថាខ្មាស់អៀនបាទខ្មាស់គេខ្មាស់អៀនអញ្ចឹងណាបាទអាម៉ាស់អីចឹងមកបាទបន្តមកយើងមាន hobby នេះអត់មាន suffix ទេគ្រាន់តែយើងចំណាំថាវាជា noun ប្រែថាទម្លាប់ការកំសាន្តយើងមាន failure ជា noun ដែរ failure ជា noun ប្រែថាបរាជ័យ and then solutions solution ក៏ noun ដែរបាទ solution នេះក៏ noun ដែរក៏នាមដែរប្រែថាដំណោះស្រាយ yes បន្តមក teacher skip evening មិនចាំបាច់ដោយសារធ្វើជាឧទាហរណ៍ហើយមួយនោះបាទយើងមាន secretarials មាន al នៅខាងចុងនេះឯងចឹងអានេះយើងអាចសម្គាល់ថាវាជា adjective ប្រែថាលេខា right លេខាធិការចឹងមក yes បន្តមកទៀតយើងមាន explanations យើងមាន addition នៅខាងចុងនេះបាទក៏ជា noun ដែរដូចឲ្យលើដែរបាទហើយយើងមាន fractions right fraction នៅទីនេះគឺជាកិរិយាសព្ទវាអាចជា adjective ផងវាអាចជាកិរិយាសព្ទផ្ទង់ទី3ផងមួយនេះណាបាទហើយនៅក្នុងភាសាអង់គ្លេសមានកិរិយាសព្ទផ្ទង់ទី3មួយចំនួនយើងអាចប្រើជា adjective បានដែរអញ្ចឹងអានេះទីចូលដាក់ជា adjective ចាស់បាទយើងប្រែថាដែលកកបាទដែលកកបន្តមកទៀតមាន construction មាន tion នៅខាងចុងនេះជា noun បាទប្រែថាការសាងសង់ alright construction បាទអញ្ចឹងសរុបមកវិញ noun យើងមានច្រើនអ្នកទាំងអស់គ្នាយើងមាន6 noun adjective យើងមាន3 oh no not 6 noun មានចំនួនដល់ទៅ7 noun នេះនោះហើយនឹង adjective មានចំនួន3ទេបាទអញ្ចឹងអត់មាន verb អត់មាន adverb ទៀតក៏ប៉ុន្តែมันជាអ្វីទេអ្វីដែលសំខាន់គឺយើងត្រូវតែព្យាយាមរៀនពាក្យណាដែលថ្មីសម្រាប់យើងសម្រាប់ដែលពាក្យណាដែលយើងមិនទាន់ចេះអត្ថន័យរបស់វាត្រូវតែ check មើលអត្ថន័យវាបាទព្យាយាមអានឲ្យបានច្រើនទើបយើងចេះពាក្យច្រើនតោះចំណងជើងរបស់វាគឺ evening classes បាទថ្នាក់រៀនពេលល្ងាច Recently I decided to go to evening classes twice a week បាទ twice នេះប្រែថា2ដងបាទ During the day I work in a យើងឃើញមានពី agency ហ្នឹងប្រែថាក្រុមហ៊ុនបាទយើងប្រែថាក្រុមហ៊ុនអូខេឬក៏ក្រុមហ៊ុនតាក់ទងជាមួយនឹងភ្នាក់ងារអ្វីផ្សេងអញ្ចឹងមកបាទអញ្ចឹងអានេះវាជា noun បាទប្រសិនបើវាជា noun អញ្ចឹងយើងអាចយក adjective មួយមកដាក់កន្លែងហ្នឹងមកដើម្បី modify ឲ្យ noun agency នេះបាទអញ្ចឹងadjective របស់យើងអាចយក secretarial នេះបានបាទ secretarial agency បាទក្រុមហ៊ុនខាងផ្នែកលេខាធិការអញ្ចឹងមកបាទអញ្ចឹងនេះគឺ number 2 secretarial agency or telephonist it is not very interesting បាទអញ្ចឹងយើងឃើញមាន interesting ដែលជា adjective ហើយ number 3 នៅទីនេះយើងអាចយក noun មកដាក់វិញយក noun មកដាក់វិញមកបាទអញ្ចឹងវានិយាយអំពីតកតនការងារបាទបើតកតនការងារយើងអាចទៅរកមើលពាក្យដែលតកតនការងារអញ្ចឹងគឺ occupation បាទ occupation number 3
បាទ occupation number 3 បាទវាមិនមែនជាការងារដែលគួរឲ្យចាប់អារម្មណ៍ណាស់ណាទេ and I get bored I also got tired of coming home every evening putting a យើងឃើញមានពាក្យ meal ចឹងនៅចន្លោះនេះយើងអាចប្រើវាជាមួយនឹងគុណនាមបានបាទ meal នេះគឺសំដៅទៅលើ meal ដែលកកអញ្ចឹងមកបាទពីព្រោះនៅក្នុងអត្ថន័យទាំងអស់នេះគឺវាអត់មានខ្លឹមសារណាមួយដែលអាចប្រើជាមួយនឹង meal បានទេមានតែ frozen meal ហ្នឹងទេបាទគេចង់និយាយអំពីអាហារដែលវាកកយើងដាក់ក្នុងទូទឹកកកអញ្ចឹងណាបាទអញ្ចឹង number 4 frozen meal in the oven and then watching TV so I decided to take up carpentry នេះរោងជាងអ្នកនរគ្នាជំនាញជាងឈើ as a បាទបន្ទាប់ពី article a យើងប្រើវាជាបាទយើងប្រើវាជា noun មកទៀតមកនេះពាក្យតែមួយយើងប្រើជា noun មកអញ្ចឹងយើងយកពាក្យ hobby នៅនេះ yeah as a hobby បាទទម្លាប់នៃការកម្សាន្តអញ្ចឹងមកបាទអញ្ចឹង number 5 យើង yeah number 5 គឺ hobby yeah hobby perhaps I should give you earn បាទតើតើជាមួយ number 6ដូចជាគេឲ្យបន្ទុកយើងអញ្ចឹងដោយសារតែ yeah នៅក្នុងនេះគឺឲ្យ article earn មកមួយបាទឲ្យ earn មកមួយអញ្ចឹងយើងយក noun ណាដែលវាផ្ដើមដោយ vowel sound មកបាទ vowel sound អញ្ចឹង earn explanation ការពន្យល់នេះបាទអញ្ចឹង number 6 explanation earn explanation for my choice learning a skill is a good បាទយើងឃើញ good ហើយមកយើងឃើញមាន to the problem of boring work បាទអញ្ចឹងនៅក្នុងនេះយើងឃើញមាន problems អញ្ចឹង problem វាអាចគូជាមួយនឹង solution បាទដោយសារតែគេចង់បញ្ជាក់ថាការរៀនជំនាញគឺជាដំណោះស្រាយមួយយ៉ាងល្អនៅក្នុងការដោះស្រាយបញ្ហាធុញទ្រាន់នឹងការងារបាទអញ្ចឹង number 7 យើងអាចយក solution ហើយ good នេះវា modify ទៅឲ្យ solution នេះឯងបាទ number 7 solution yeah solution also I feel I was a បាទអញ្ចឹងយើងអានឲ្យអស់មកប្រសិនបើយើងមិនទាន់មានចាប់បានខ្លឹមសារណាមួយដែលយើងត្រូវបំពេញជាមួយនឹងពាក្យណាមួយអញ្ចឹងយើងអាចអានវាអស់សិនមកបាទ because anytime I try to put up a shelf for example I always fell down តែងតែធ្លាក់មែនទេបាទតែងតែធ្លាក់អញ្ចឹងប្រហែលជាការងារហ្នឹងគឺបរាជ័យហ៎បាទអញ្ចឹងយើងអាចយកពាក្យតាក់ទងជាមួយនឹងបរាជ័យមកបាទអញ្ចឹង failures alright failures number 8បាទ because anytime I try to put up a shelf for example it always fell down now I am quite a បាទយើងមាន quite បន្តមកយើងមាន yeah ហើយនៅខាងក្រៅនេះវិញគឺជា woodworker វិញដែលជា noun បាទអញ្ចឹងនៅទីនេះយើងអាចប្រើជា adjective មួយមកវិញដើម្បី modify ទៅឲ្យ woodworker នៅទីនេះបាទអញ្ចឹងយើងទៅលេខទៅមើលមាន adjective អីគេខ្លះនៅសល់yeah នៅសល់តែមួយទេគឺនៅសល់តែ successful អញ្ចឹង number 9 successful woodworker I am working on the awesome furniture at the moment បាទអញ្ចឹងខ្ញុំកំពុងតែធ្វើការនៅលើអ្វីបាទអញ្ចឹង some furniture បាទតើតើនឹងគ្រឿងសង្ហារឹមអ្នកនរគ្នាគ្រឿងសង្ហារឹមអញ្ចឹងយើងអាចប្រើជាមួយនឹង on the construction បាទនៅក្នុងការសាងសង់គ្រឿងសង្ហារឹមអូខេបាទអញ្ចឹង number 10 construction right on the construction of some furniture yeah បន្ទាប់ពី the នេះគឺយើងអាចប្រើ noun មកហើយ noun របស់យើងគឺនៅសល់នឹងមួយដែរបាទអូនៅសល់ដល់2អូខេនៅសល់ដល់2ប៉ុន្តែយើងអាចប្រើនេះដោយសារអត្ថន័យរបស់វាត្រឹមត្រូវជាងបាទអញ្ចឹងចុងក្រោយគេនៅ yeah I don't feel any embarrassment right I don't feel any embarrassment ខ្ញុំអត់មានអារម្មណ៍ថាខ្មាស់គេទៀតទេបាទអញ្ចឹងបន្ទាប់ពី any ក៏យើងអាចប្រើជាមួយនឹង noun បានដែរអញ្ចឹង embarrassment ជា noun គឺយើងអាចប្រើវាបាននៅនេះបាទអូខេអញ្ចឹងចាប់លំហាត់ reading 2017យើងនឹងជួបគ្នានៅវីដេអូលំហាត់ផ្សេងៗទៀតអូខេ goodbye everyone